Trong Sabada trên mà tôi trên trang chỉ đà lên, tạiពេលទៅដល់ស្រៈមន្ទីរក៏អត់បានចូលហើយដើរលេងសុកៗឮគេប្រកាសសារ៉ានអាសន្នទៀត What is that? សួស្តីបងប្អូនទាំងអស់គ្នានៅអ៊ីតាលីឥឡូវចាប់រដូវរងាចូលដល់រដូវផ្ការីកហើយអញ្ចឹងទៅពួកខ្ញុំក៏ចាប់ផ្ដើមបង់ធានារ៉ាប់រងម៉ូតូឡើងវិញដើម្បីយើងអាចយកម៉ូតូជិះចេញក្រៅបានជាក់ស្ដែងក្នុងរដូវរងាក៏យើងអាចជិះម៉ូតូចេញក្រៅបានដែរតែគាត់ថាវាត្រជាក់ខ្លាំងហើយមួយទៀតវាអាចមានគ្រោះថ្នាក់ដោយសារតែមាន snow ពេលធ្លាក់ snow ស្ទះអីចឹងទៅតាមផ្លូវវាអាចរអិលតែឥឡូវហ្នឹងមេឃចាប់ផ្ដើមបើកថ្ងៃវិញហើយសីតុណ្ហភាពវិញអាចឡើងរហូតដល់10ឬក៏12អង្សាចឹងទៅអញ្ចឹងពេលពួកខ្ញុំពាក់អាវល្ងាពីខាងក្រៅទៅគឺវាអត់សូវត្រជាក់ប៉ុន្មានទេឥឡូវហ្នឹងពួកខ្ញុំមកដល់កន្លែងដែលចង់ចូលមើលលេងហើយប៉ុន្តែត្រូវរកកន្លែងចតម៉ូតូសិនដោយសារតែម៉ូតូធំគឺយើងត្រូវការចំណតមួយស្មើនឹងឡានដូចគ្នាហើយនៅនេះរឿងរកកន្លែងចំណតហ្នឹងគឺពិបាកមែនតែនហ្មងហើយមួយទៀតដោយសារតែថ្ងៃពួកខ្ញុំទៅហ្នឹងគឺចាំថ្ងៃអាទិត្យអញ្ចឹងទៅមានមនុស្សច្រើនដែលគេទៅមើលសារមន្ទីរហ្នឹងដែរកត្តាមួយទៀតដែលមានមនុស្សច្រើននៅថ្ងៃដែលពួកខ្ញុំទៅហ្នឹងគឺដោយសារតែនៅប្រទេសអ៊ីតាលីរាល់ថ្ងៃអាទិត្យក្នុងសប្តាហ៍ទី1នៃខែនីមួយៗសឹងតែគ្រប់សារមន្ទីរទាំងអស់គឺគេបើកឲ្យចូលមើលដោយអត់គិតថ្លៃទេអញ្ចឹងមានន័យថាយើងមិនបាច់ទិញសំបុត្រទេហើយសារមន្ទីរហ្នឹងរាប់ចូលទាំងកន្លែងធំៗដែរបងប្អូនដូចជា Colosseum នៅរ៉ូមឬក៏ Uffizi នៅ Florence ក៏អត់ត្រូវទិញសំបុត្រដែរបើសិនជាយើងទៅចាំថ្ងៃអាទិត្យហ្នឹងអញ្ចឹងបើសិនជាបងប្អូនមកលេងនៅអ៊ីតាលីប៉ះចាំថ្ងៃអាទិត្យក្នុងសប្តាហ៍ទី1បងប្អូនកុំភ្លេចឆែកមើលផងហើយកក់កន្លែងព្រោះដឹងតែមានមនុស្សច្រើនហើយដូចពួកខ្ញុំអញ្ចឹងពេលដែលមកហ្នឹងគឺអត់បានចូលទៅខាងក្នុងសារមន្ទីរទេបានដើរត្រឹមតែខាងក្រៅដោយសារតែគេកក់ពេញហើយអស់ហើយកន្លែងដែលពួកខ្ញុំមកហ្នឹងគឺរាជដំណាក់របស់ស្ដេច Savoy របស់ប្រទេសអ៊ីតាលីសម័យមុនកន្លែងហ្នឹងមើលទៅដូចវាំងតែជាក់ស្ដែងមិនមែនជាវាំងទេជាកន្លែងដែលគាត់សាងសង់ឡើងដើម្បីគាត់អាចបរបាញ់សត្វហើយកន្លែងហ្នឹងនៅក្នុងវីដេអូដែលបងប្អូនឃើញហ្នឹងកាលមុនគឺសុទ្ធតែព្រៃឈើពេលដែលគាត់សាងសង់រាជដំណាក់ហ្នឹងគឺគាត់ចាប់ផ្ដើមព័ទ្ធកន្លែងហ្នឹងដើម្បីបលែងសត្វហើយធ្វើការបរបាញ់សត្វដំបូងពេលខ្ញុំស្ដាប់ឮរៀងអស់សំណើចដែរហើយឆ្ងល់ថាបើនៅក្នុងព្រៃស្រាប់ហើយចាំបាច់បលែងសត្វដើម្បីបរបាញ់ធ្វើអីព្រោះជាទូទៅនៅក្នុងព្រៃដឹងតែមានសត្វហើយប៉ុន្តែជាក់ស្ដែងការបរបាញ់ហ្នឹងគឺដូចជាល្បែងមួយសម្រាប់អ្នកមានកាលមុនអញ្ចឹងដល់ពេលគេបរបាញ់យូរទៅទំហំ200ហិកតាសត្វហ្នឹងគឺអស់ហើយអញ្ចឹងចង់មិនចង់គឺគេត្រូវទិញសត្វពីព្រានព្រៃដើម្បីយកមកបលែងនៅក្នុងហ្នឹងហើយការបរបាញ់សត្វហ្នឹងជាល្បែងដែលស្ដេចសម័យមុនគេចូលចិត្តលេងហើយកន្លែងនេះវិញដើមឈើដែលបងប្អូនឃើញហ្នឹងមានអាយុកាលប្រហែលជា200ឆ្នាំហើយពេលដើមឈើហ្នឹងមានដើមកំណើតចេញពីប្រទេសអឺរ៉ង់ប៉ុន្តែក៏សម្បូរនៅក្នុងតំបន់ហ្នឹងដែរអញ្ចឹងពេលដែលគេឃើញមានដើមឈើហ្នឹងគឺគេតែងតែរក្សាទុកគេអត់កាប់ចោលទេទៅដើមឈើទាំងអស់ហ្នឹងគឺសុទ្ធតែអត់មានស្លឹកអីទេដោយសារតែត្រឹមតែចាប់រដូវរងាប៉ុន្តែតិចទៀតក្នុងរដូវផ្ការីកហ្នឹងតែប្រហែលខែទៀតកន្លែងហ្នឹងដឹងតែខៀវស្ងាត់ហ្មងហើយសម្រេចសម្រួលមកដើរជុំវិញបាន1ម៉ោងជាក់ស្ដែងដើរបានទាំងអស់ទេបងប្អូនទាំងអស់គ្នាដោយសារតែកន្លែងហ្នឹងវាធំមែនទែន200ហិកតាអញ្ចឹងដើរមកល្មមៗក៏ចាប់ផ្ដើមនិយាយគ្នាឆែកមើល Google Maps ថានៅម្ដុំហ្នឹងមានកន្លែងណាទៀតដែលយើងអាចទៅបានពេលឆែកមើលទៅឃើញមានព្រះវិហារ2ដែលខាងក្នុងស្អាតមែនទែនដល់ពេលអញ្ចឹងក៏សម្រេចចិត្តថាចេញពីហ្នឹងដើម្បីយើងដើរទៅមើលកន្លែងផ្សេងទៀតពាក្យចាស់លោកថាហៅឈើប្រទះចក្រានហ្គាសតែពួកខ្ញុំអត់ទាំងឈើអត់ទាំងចក្រានហ្គាសពួកពេលដើរមកដល់ហ្នឹងព្រះវិហារគឺគេបិទទ្វារទាំងអស់បន្ទាប់មកបន្តទៅណាដើរមើលតាមផ្លូវក្នុងទីក្រុងហ្នឹងហើយដើរកាត់អញ្ចាំងនេះឃើញគេមានគូគំនូររូបតាក់ទងជាមួយស្ដេចក៏ទាញទូរស័ព្ទមកថតដើរថតសុកៗបានបន្តិចចាប់ផ្ដើមឮសលេងសារ៉ានគេប្រកាសអាសន្ន What is that? Oh, is that emergency? It sounds like. ពេលដែលកាត់វីដេអូនោះឆ្ងល់ខ្លួនឯងដែរថាហេតុអីបានពេលហ្នឹងអត់មានប្រតិកម្មអីសោះជាក់ស្ដែងគួរតែភ័យព្រោះលើកហ្នឹងគឺលើកទី1ឯងដែលខ្ញុំឮសលេងសារ៉ែនគេប្រកាសអាសន្នណានៅប្រទេសនេះបើសិនជាគេចង់បើកសារ៉ែនប្រកាសអាសន្នសាកល្បងអីហ្នឹងគឺគេនឹងប្រកាសទុកមុនគេអាចផ្ញើជាសារឬក៏ប្រកាសតាម website អីចឹងទៅប៉ុន្តែពួកខ្ញុំដោយសារតែទីក្រុងដែលពួកខ្ញុំមកហ្នឹងមិនមែនជាទីក្រុងដែលពួកខ្ញុំនៅទេហើយពេលយើងមកហ្នឹងអត់បានឆែកមើលមុនទេថាថ្ងៃហ្នឹងគេសាកល្បងបើកសារ៉ែនឬក៏អត់ដល់ពេលអញ្ចឹងទៅអត់ដឹងសរុបមកអត់មានបញ្ហាអីទេអញ្ចឹងទៅក៏ដើរបន្តទៅទៀតហើយដើរទៅរហូតដល់ម៉ោង10កន្លះហ្នឹងចាប់ផ្ដើមឮសលេងជួងរបស់ព្រះវិហារម្ដង
អញ្ចឹងសរុបមកថ្ងៃនេះស្ពៃហ្មង សារមន្ទីរក៏អត់បានចូល ព្រះវិហារក៏អត់បានចូល ចុងបញ្ចប់ដើរចុះដើរឡើងឥឡូវហ្នឹងដល់កន្លែងម៉ូតូវិញហើយរៀបចំខ្លួនចេញទៅផ្ទះវិញ អញ្ចឹងជួបគ្នានៅវីដេអូក្រោយៗទៀត បាយបាយ